ប៉ុន្តែកីឡាករបរទេសមានមួយឈុតទៅហើយសម្រាប់ប្រកាសរីកស្វ័យរៀងក្លឹបបាល់ទាត់ប្រខានរាជស្វាយរៀងកំពុងរៀបចំការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ដើម្បីការប្រកួតពានរង្វាន់អន្តរជាតិ AFC Challenge League 2 ដែលមានការប្រកួតប្រជែងខ្លាំងនិងលំបាកជាងគេក្នុងពានរង្វាន់ AFC Challenge League នារដូវកាលមុនពេលបើករដូវកាលថ្មីចាប់ផ្ដើមប្រខានរាជស្វាយរៀងបាននាំចូលកីឡាករបរទេសជាច្រើនអ្នកបន្ថែមទៀតរហូតដល់ពេលនេះមានកីឡាករបរទេសចំនួន11អ្នកហើយដែលស្ថិតនៅក្នុងបញ្ជីផ្លូវការកីឡាករបរទេសចាស់ដែលមានស្រាប់មាន6នាក់គឺខ្សែប្រយុទ្ធម៉ារ៉ុក Faris Hamouti ខ្សែបម្រើសញ្ជាតិជប៉ុន Rio Kuchi និងតាតាគី Odawara ខ្សែប្រយុទ្ធប៉ុកទុយហ្គាល់ Thiago Alves ខ្សែប្រយុទ្ធ Ghana Game Petra និងខ្សែប្រយុទ្ធ Scotland Conor Shear ជាមួយគ្នានេះកីឡាករបរទេសថ្មីចំនួន5នាក់គឺខ្សែបម្រើសញ្ជាតិប្រេស៊ីល Bruno Catano ដែលជាអតីតកីឡាកររបស់ខ្លួនខ្សែប្រយុទ្ធអូទ្រីស Johannes Tataruti ខ្សែប្រយុទ្ធសញ្ជាតិប៉ុកទុយហ្គាល់ Rod Perez ខ្សែបម្រើហូឡង់ Sylvester van der Weyden និងខ្សែប្រយុទ្ធប្រេស៊ីល Martin Junior បន្ថែមលើនេះក្លឹបប្រកាសរីកស្វាយរៀងបាននាំចូលខ្សែការពារជនជាតិជប៉ុនចូលសញ្ជាតិខ្មែរតាតាគីអូសេតាមនាំចូលកីឡាករបរទេសច្រើនបែបនេះដើម្បីប្រជែងពានរង្វាន់ក្លឹបអាស៊ី AFC Challenge League 2 និងពានរង្វាន់ក្លឹបអាស៊ាន Asian Club Championship សម្រាប់រដូវកាល AFC Champions League 2 មាន6ប្រកួតវគ្គសន្សំបន្ទុកក្នុងពូជចុងឆ្នាំ2026នេះគឺជួបក្រុមខ្លាំង Machida Zeva ជើងទី1នៅថ្ងៃទី17ខែកញ្ញានៅជប៉ុនជួបក្រុម Shanghai Songhua នៅជើងទី1ថ្ងៃទី15ខែតុលានៅកម្ពុជាជួបក្រុម Tamping Rover ជើងទី1នៅថ្ងៃទី29ខែតុលានៅសិង្ហបុរីជួបក្រុម Tamping Rover នៅជើងទី2ថ្ងៃទី5ខែវិច្ឆិកានៅកម្ពុជាជួបក្រុម Machida Zeva នៅជើងទី2ថ្ងៃទី26ខែវិច្ឆិកានៅកម្ពុជានិងចុងក្រោយនៅប្រទេសចិនប៉ះក្រុម Shanghai Songhua នៅជើងទី2ថ្ងៃទី3ខែធ្នូនៅចិន